ឥឡូវនេះគឺយើងចេញដំណើរពីភ្នំពេញទៅសៀមរាបទាំងយប់ហ្មងឆ្លៀតពេកអង្គុយឃ្លាការងារចេញឲ្យអស់កុំឲ្យដល់ថ្ងៃរត់លេង client ខលមកអីចឹងណាបិទភ្នែកមកផ្លែតបើកភ្នែកមកដល់ហ្មងបន្ទាប់ពីយើងបានដើរលេងតាមប្រាសាទហើយគឺយើងឆ្លៀតមកដកពីបហើយយើងមកមើលឈ្មោះហើយទៅគឺដូចប្រឡងបាក់ឌុបចឹងណាមុនថ្ងៃរត់ម៉ារ៉ាតុងគេទៅ warm up ប៉ុន្តែពួកខ្ញុំវិញណែទៅវត្តទៅមើលគេតាំងពីពណ៌ហើយទៅគឺថាដើរពេញមាត់ស្ទឹងហ្នឹងហ្មងពួកខ្ញុំបានហាត់នៅពេញបានខ្លះដែរចឹងទៅគាត់ថាមកដើរលេងទៅចាំដល់ថ្ងៃ race ហ្មងចាំវឹកវរយកហ្មងចាចាមានជាការចាក់កម្ពីទៀតពេលចាក់កម្ពីហ្នឹងអត់ដឹងថាលោកគ្រូអត់ដឹងថាតាអាចារ្យនៅណាទេគឺចាក់សិនហើយឃើញកម្ពីដល់ពេលលោកគ្រូមកដល់ហុចឲ្យគាត់ទៅគាត់ទាយយកហ្មងហើយមានអីល្អទាំងអស់ព្រោះការទាយហ្នឹងគឺត្រូវគឺថាល្អប្រសើរអញ្ចឹងគឺចាសូមអរគុណដល់បញ្ចេញពីវត្តហើយទៅណាទៀតយើងទៅអីញ៉ាំញ៉ាំទៀតហ្នឹងគឺថាញ៉ាំរហូតដល់60ម៉ែត្រតានិយាយហ្នឹងឆាលេងដើរហ្មងចាគឺថាមិនខ្ចីទៅហាត់មុនថ្ងៃរត់ម៉ារ៉ាតុងគឺយើងត្រូវមកដើរតាំងពីពណ៌ចាមើលមានគ្រប់សពទាំងអស់នេះផឹកស្រាផឹកអីសាករបស់គេទៀតណាឥឡូវមកនឹងចូលគេងមកមើលខ្ញុំធ្វើ silent review សិនខ្ញុំនឹង review ទៅលើរបស់ដែលគេឲ្យនៅពេលដែលខ្ញុំទៅដកពីបហើយតាមពិតទៅមិនចង់ធ្វើ silent review ទេគឺដោយសារពួកម៉ាក់ខ្ញុំគេងលក់អស់ហើយអញ្ចឹងខ្ញុំអត់ចង់និយាយអីលឺអញ្ចឹងណាពីមុនខ្ញុំធ្លាប់រត់5គីឡូ10គីឡូតែដល់ពេលឥឡូវនេះគឺខ្ញុំរត់21គីឡូគឺវា challenge ដ៏ធំខ្លាំងហ្មង
បកមកវិញ មើលតែមុខដឹងហើយតាំងពីរត់ដល់ដើរដល់សង្កត់ថាវាយកហ្មងណាសំខាន់ណែគឺខ្ញុំបានរត់ដល់21គីឡូហើយដល់ U-turn ហើយយេខ្ញុំមិនដែលគិតថាខ្ញុំរត់បាន21គីឡូទេណាតែមិត្តភក្តិខ្ញុំគេលើកទឹកចិត្តអញ្ចឹងណាអញ្ចឹងខ្ញុំក៏សាកដល់ពេលឥឡូវគឺខ្ញុំរត់មកដល់កន្លែងហ្នឹងបើខ្ញុំដឹងណាគឺថាអត់មានអ្វីដែលយើងធ្វើអត់បានទេបើពេលយើងរត់ហត់យើងអាចដើរបានតាឬក៏យើងអាចសម្រាកផ្លែតហើយយើងរត់បន្តទៀតបានតាទីបំផុតខ្ញុំមកដល់ទីមុនម៉ោងហើយខ្ញុំបានមេដាយបន្ទាប់មកបានអាវដើម្បីបញ្ជាក់ថាខ្ញុំបានរត់ចប់21គីឡូអូយមែនសប្បាយចិត្តខ្លាំងហ្មង